ប្រើ iPhone 7 Pro Max អត់តាន់ក្តៅដៃផងឥឡូវនេះលេចឃើញរូបរាង iPhone 8 Pro Max មកទៀតហើយដែល Apple ក្រុងនឹងចេញនៅក្នុងខែ9នេះឯងជាមួយ iPhone បត់របស់គាត់តែទៅ iPhone 8 Pro Max ហ្នឹងប្រហែលជាក្រុមហ៊ុនអាចចេញ3ពណ៌បើតាមព័ត៌មានប័ណ្ណបែកធ្លាយដូចជាពណ៌ក្រហមពណ៌ត្នោតហើយនិងពណ៌ស្វាយនិយាយទៅពណ៌ដែលពេញនិយមបែរជាអាចពណ៌ក្រហមនឹងឯងតែទៅ iPhone 8 Pro Max ហ្នឹងបើយើងមើលរូបរាងប្រកាសជាមិនខុសគ្នាពី iPhone 7 Pro Max ទេបើមើលពីខាងក្រោយប៉ុន្តែបើត្រឡប់មកផ្នែកខាងមុខវិញយើងនឹងឃើញថាគាត់នឹងកែតម្រង់កាមេរ៉ាគាត់អាចរុញកាមេរ៉ាមកផ្នែកខាងឆ្វេងគេអេក្រង់វិញហើយ Dynamic Island ណាតើទៅនឹងការ scan មុខហ្នឹងគឺគាត់ប្រកបនៅក្រោមអេក្រង់តែម្ដងអានេះបើតាមព័ត៌មានបែកធ្លាយចុងក្រោយណាតើទៅនឹងបន្ទះបង្ហាញអេក្រង់គាត់អាចប្រើប្រាស់ប្រភេទ LTPO 120Hz ហើយឆ្នាំនេះគាត់អាចបំពាក់ជាមួយនឹង chip ចំនួនចុងក្រោយរបស់គាត់គឺ chip A20 Pro ណាតើទៅនឹង chip A20 Pro ទំហំត្រឹមតែ2 nanometer ទេដែលតូចខ្លាំងមែនទែនហើយកម្លាំងរបស់វាក៏ខ្លាំងដែរអញ្ចឹងទំហំតូចគាត់អាចប្រហែលជាប្រិចថ្មបានធំជាងមុនទៀតក្នុងនោះវាទទួលបានទំហំ RAM ធំ 12GB ហើយនឹងជាមួយនឹងកាមេរ៉ាខាងមុខ 24 megapixel កាមេរ៉ាខាងក្រោយទាំង3គ្រាប់ហ្នឹងគាត់អាចប្រើប្រាស់ទំហំ 48 megapixel ទាំងអស់តែម្ដងមួយវិញទៀតវានឹងមកជាមួយនឹង version ចុងក្រោយគឺ version iOS 27ហើយបងប្អូនយើងណាដែរជាមួយនឹង iPhone 8 Pro Max ដែលគាត់ត្រៀមនឹងចេញហ្នឹងកុំភ្លេច comment នៅខាងក្រោមផងបើមានអី update ខ្ញុំនឹងបញ្ចេញវីដេអូក្រោយទៀតអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត